រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវានៃការចងចាំថ្ងៃទី20ខែឧសភាឆ្នាំ2025នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុសរដ្ឋបាលខេត្តកំពង់ចាមក្រមអធិបតីភាពអាយដាមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តនិងអាយដាមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2025នេះបានប្រារព្ធទិវានៃការចងចាំថ្ងៃទី20ខែឧសភាឆ្នាំ2025និងមានការជួបជុំរាប់បាតព្រះសង្ឃចំនួន79អង្គស្ថិតនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុសនិងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហមក្នុងឱកាសនោះអាយដាមអ៊ុនចន្ទាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាការប្រារព្ធពិធីទិវាជាតិនៃការចងចាំរបស់យើងនៅពេលនេះចំពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាពស្ថិរភាពយ៉ាងរឹងមាំនិងរក្សាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនខណៈសភាពការអន្តរជាតិកំពុងវិវត្តយ៉ាងស្មុគស្មាញដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងមូលដ្ឋានការអភិវឌ្ឍប្រកបដោយចីរភាពឈានទៅសម្រេចនៅចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ2030និងរយៈពេលវែងនៅឆ្នាំ2050សូមឲ្យបងប្អូនប្រជាពលរដ្ឋយុវជនចូលរួមអនុវត្តនៅចំណុចមួយចំនួនរួមមានទី1សូមចូលរួមច្រាញ់ខ្ពស់ទង់មហាសាមគ្គីជាតិក្រមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងក្រមម្លប់នៃព្រះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីបង្រួបបង្រួមកម្លាំងសាមគ្គីប្រជាជាតិខ្មែរទាំងមូលដោយឥតប្រកាន់ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយអតីតកាលដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពផ្សេងទៀតដើម្បីកសាងសង្គមទី2សូមចូលរួមថែរក្សាសន្តិភាពនិងកេរដំណែលជាប្រវត្តិសាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាជាពិសេសភាពជោគជ័យក្នុងការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាស្ថាបនិកមគ្គុទ្ទេសក៍ឯកដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពនិងឯកភាពជាតិពេញលេញទី3សូមចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមតាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានរឹងមាំទប់ស្កាត់និងកម្ចាត់រាល់ទម្រង់នៃនយោបាយនិងសកម្មភាពរបស់ពួកជ្រុលនិយមនិងមជ្ឈដ្ឋានអគតិនានាដែលប៉ុនប៉ងនាំកម្ពុជាឲ្យឃ្លាតពីមាគ៌ាប្រជាធិបតេយ្យនីតិរដ្ឋបង្កការបែកបាក់ជាតិបំផ្លាញសន្តិភាពស្ថិរភាពនយោបាយនិងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដើម្បីធានាបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងភាពសុខសាន្តជូនប្រជាពលរដ្ឋទាំងផ្លូវកាយនិងផ្លូវចិត្តទី4សូមចូលរួមការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញប្រឆាំងដាច់ខាតរាល់សកម្មភាពធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបកនីតិរដ្ឋឲ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋានការពារនិងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជនទី5សូមចូលរួមគាំទ្រនិងអនុវត្តគោលនយោបាយអតិភិបនានារបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7និងយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1សម្ដៅរក្សាស្ថិរភាពនៅក្នុងការរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍនិងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមមានប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពនិងចីរភាពដែលជួយការពារប្រជាពលរដ្ឋគ្រប់រូបជាពិសេសគ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យពីគ្រោះថ្នាក់ពីគ្រោះអាសន្ននិងវិបត្តិនានាដោយមិនទុកឲ្យជនណាម្នាក់ទទួលរងគ្រោះដោយពុំបានយកចិត្តទុកដាក់នោះឡើយទី7ដោយសារស្ថានភាពនៃការចម្លងវីរុស COVID-19 នៅតែបន្តមាននៅឡើយដោយនេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការនិងអង្គភាពសាធារណៈនិងឯកជនអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តពួតដៃរួមគ្នាក្នុងការការពារសុខភាពរបស់បងប្អូននិងទីកន្លែងធ្វើការរបស់ខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់និងមានភាពទទួលខុសត្រូវបន្តការអនុវត្តនៅវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្លួននៅវិធានការអនាម័យដោយលាងដៃជាមួយសាប៊ូឬជាមួយអាល់កុលនិងពាក់ម៉ាស់ក្នុងករណីចាំបាច់